សួស្តីបងប្អូនថ្ងៃនេះ admin នឹងនិយាយអំពីដើមកំណើតក្លឹបរបស់ Real Madrid Part 3 បងប្អូនបន្ទាប់ពីសម័យដ៏អស្ចារ្យរបស់លោក Bernabeu Real Madrid បានបង្កើតរឿងរ៉ាវថ្មីមួយដ៏អស្ចារ្យនៅដើមទសវត្សរ៍ឆ្នាំ 2000 ពាក្យថា Galacticos បានកើតឡើងវាជាសម័យដែលក្លឹបនាំតារាបាល់ទាត់លំដាប់ពិភពលោកមកជាមួយគ្នាមានតារាបាល់ទាត់ដូចជា Zidane, Ronaldo, Nazario, Luis Figo និង David Beckham បានបង្កើតស្នាដៃឲ្យក្លឹបជាច្រើននិងអារម្មណ៍ស្រឡាញ់បាល់ទាត់ការទាត់បាល់និងសុទ្ធបញ្ចូលទីរបស់ Zidane នៅក្នុងឆ្នាំ 2002 គឺជារូបសញ្ញានៃសម័យរបស់លោក Galacticos ដែលធ្វើឲ្យពិភពលោកមិនអាចបំភ្លេចបានបន្ទាប់មក Real Madrid ក៏បានបន្តអភិវឌ្ឍទៅជាកម្លាំងដ៏មហិមាដោយពីការដឹកនាំរបស់លោក Zidane ជាគ្រូបង្វឹកក្លឹបបានឈ្នះពាន Champions League ចំនួន3 ដងជាប់ៗគ្នានៅក្នុងឆ្នាំ 2016, 17 និងឆ្នាំ 2018 ជ័យជំនះទាំងអស់នេះបានបញ្ជាក់ថា Real Madrid មិនមែនជាក្លឹបធម្មតាទេប៉ុន្តែជារូបសញ្ញានៃភាពជោគជ័យដល់សម័យថ្មី Real Madrid នៅតែរក្សាអត្តសញ្ញាណនៃក្លឹបជោគជ័យជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពាន Champions League 15 ដងវាគឺជាភស្តុតាងនៃការខិតខំប្រឹងប្រែងនិងស្មារតីមិនចុះចាញ់របស់ក្លឹបមួយនេះពីក្រុមតូចមួយនៅក្នុងឆ្នាំ 1902 អាចក្លាយជាក្លឹបដែលឈ្នះពានអឺរ៉ុបច្រើនជាងគេគឺ Real Madrid បានបង្ហាញថាក្តីស្រឡាញ់គោលបំណងនិងសុបិនអាចបង្កើតអាណាចក្រមួយក្នុងពិភពបាល់ទាត់ Hala Madrid Why Nada Mas អរគុណបងប្អូនដែលតាមដានវីដេអូនេះរហូតដល់ចប់ជាចុងក្រោយសូមបងប្អូនជួយចុច like ជួយចុច follow admin អ្នកមួយផងជូនពរបងប្អូនចំណាយល្អ